ក្រុមហ៊ុន Subchain បានបន្តការកាន់កាប់មាសចំនួន7%នៃទ្រព្យសម្បត្តិសរុបរបស់ខ្លួនដែលបានមើលឃើញថាមាសនឹងអាចមានការកើនឡើងរហូតដល់$4,800ក្នុងមួយដំណឹងសូមស្វាគមន៍មកកាន់ព័ត៌មានហិរញ្ញវត្ថុរបស់ Alpha Insight ថ្ងៃទី26 ខែមីនាឆ្នាំ2025ក្រុមហ៊ុន Subchain បានបង្កើនទុនបំរុងមាសរបស់ខ្លួនចំនួន7%នៃទ្រព្យសម្បត្តិសរុបរបស់ពួកគេដែលបានកើនឡើងខ្ពស់ជាងការពីត្រីមាសចាស់ព្រោះថាការពីសប្តាហ៍មុននេះធនាគារជាតិបារាំងបានបោះពុម្ពផ្សាយយុទ្ធសាស្ត្រផលប័ត្រទ្រព្យសកម្មរបស់ពួកគេសម្រាប់ត្រីមាសទី2នៅឆ្នាំ2025នេះហើយនៅក្នុងនោះផងដែរមុខទំនិញមាសបានក្លាយទៅជាស្នូលសម្រាប់យុទ្ធសាស្ត្ររបស់បារាំងដូចគ្នានៅក្នុងបរិយាកាសនេះវីដេអូកិនគួរតែកាន់កាប់មាសដែលជាទ្រព្យសម្បត្តិការពារដ៏សំខាន់នៅវិភាគបានលើកឡើងថាមាសនៅតែមានសន្ទុះដ៏រឹងមាំនៅក្នុងបរិបទដែលភូមិសាស្ត្រនយោបាយបានងើបឡើងមកវិញនៅក្រោមរដ្ឋបាលរបស់សហរដ្ឋអាមេរិកដែលបង្កឲ្យមានប្រតិកម្មគោលនយោបាយសំខាន់ទោះបីជាពេលបច្ចុប្បន្ននេះតម្លៃមាសកំពុងតែស្ថិតនៅក្នុងទំនោរស្ថិរភាពលើកម្រិតតម្លៃ$3,600ក្នុងមួយដំឡឹងក៏ដោយនៅវិភាគនៅតែរំពឹងទុកថាតម្លៃមាសក៏អាចនឹងមានការកើនឡើងបន្ថែមទៀតនាពេលឆាប់នេះធនធានកណ្ដាលប្រទេសបារាំងក៏បានមើលឃើញអំពីទំនោរនៃការកើនឡើងរបស់មាសផងដែរដែលបានលើកឡើងថានៅចុងឆ្នាំនេះតម្លៃមាសអាចនឹងមានការកើនឡើងយ៉ាងហោចណាស់ក៏ត្រឹម$4,000ក្នុងមួយដំឡឹងផងដែរហើយនៅវិភាគទីផ្សារក៏បានលើកឡើងថាភាពមិនច្បាស់លាស់នៃភូមិសាស្ត្រនយោបាយនៅតែបន្តការគាំទ្រទៅលើមាសដែលអាចក្លាយទៅជារូបិយប័ណ្ណសកលដ៏សំខាន់ពួកគេក៏បានគូបញ្ជាក់អំពីលក្ខខណ្ឌដែលអាចជំរុញធ្វើឲ្យតម្លៃហាងឆេងមាសអាចនឹងកើនឡើងដល់កម្រិតតម្លៃ$4,800ក្នុងមួយដំឡឹងគឺដោយសារតែស្ថានភាពភូមិសាស្ត្រនយោបាយនៅតែបន្តមិនមានភាពស្ថិតស្ថេរដំណើរការ $D recession ទំនងជាបន្តដែលមានន័យថាធនាគារកណ្ដាលជុំវិញពិភពលោកបន្តការទិញមាសជាបន្តបន្ទាប់ឥតឈប់ឈរនិងដកថយការរក្សាទុកនៃប្រាក់ដុល្លារជាមួយនឹងហានិភ័យនេះក៏អាចនឹងមានការប៉ះពាល់ទៅលើលុយដុល្លារផងដែរហើយធនាគារកណ្ដាលទំនងជាពន្លឿននៅការនាំចូលមាសបន្ថែមទៀតដោយសារតែភាពមិនប្រកបជានៃភូមិសាស្ត្រនយោបាយកំពុងតែមានការកើនឡើងការនាំចូលមាសបន្ថែមដោយសារតែភាពមិនប្រកបជានៃភូមិសាស្ត្រនយោបាយនេះទំនងជាជំរុញធ្វើឲ្យតម្លៃហាងឆេងមាសកើនឡើងដល់កម្រិតតម្លៃ$4,800ក្នុងមួយដំឡឹងហើយប្រសិនបើទឹកប្រាក់ចំនួន210,000លានអឺរ៉ូរបស់ធនាគារកណ្ដាលរុស្ស៊ីនៅក្នុងទ្រព្យសកម្មដែលបង្កកត្រូវបានរឹបអូសដើម្បីគ្រប់គ្រងទៅដល់ប្រទេសអ៊ុយក្រែនជំរុញឲ្យបណ្ដាប្រទេសផ្សេងៗដែលមិនចាយលុយអឺរ៉ូពន្លឿនក្នុងការបំរុងមាសទុករបស់ខ្លួនដើម្បីការពារប្រឆាំងនឹងការដាក់ទណ្ឌកម្មឬមួយក៏ការរឹបអូសគណនីធនាគារណាមួយសូមអរគុណចំពោះការតាមដានព័ត៌មានហិរញ្ញវត្ថុរបស់ Alpha Insight